បំរាមហាមក្មេងក្រោមអាយុ18ឆ្នាំស្ដាប់នៅថ្ងៃនេះខ្ញុំបានទៅលេងផ្ទះម្ដាយមីងខ្ញុំនៅឯគៀនស្វាយពេលដែលខ្ញុំទៅលេងគាត់ខ្ញុំមិនបានទេទូរស័ព្ទទៅសួរគាត់មុនទេស្រាប់តែថ្ងៃនោះពេលដែលខ្ញុំទៅដល់គឺមីងខ្ញុំមិនបាននៅផ្ទះទេក៏ប៉ុន្តែនៅតែពូនៅចាំផ្ទះពូខ្ញុំគាត់មានលក្ខណៈដូចជាស្រវឹងស្រាអញ្ចឹងខ្ញុំទៅដល់ខ្ញុំក៏ទៅជម្រាបសួរពូយ៉ាងត្រឹមត្រូវជម្រាបសួរគាត់រួចរាល់គាត់ក៏ថាអង្គុយចាំផ្លែទៅមីងឯងចិត្តមកហើយខ្ញុំលើដូច្នេះខ្ញុំក៏អង្គុយចាំគាត់ទៅលុះខ្ញុំអង្គុយចាំមីងខ្ញុំបានយូរបន្តិចនៅតែមិនឃើញគាត់មកខ្ញុំក៏ររៀបជម្រាបលាពូថ្លៃរបស់ខ្ញុំចេញមកវិញតែពូថ្លៃរបស់ខ្ញុំគាត់នៅតែគាត់ខ្ញុំហើយខ្ញុំធំក្លិនល្មុតភីគាត់និយាយថាស្អីនេះឯងចាំតិចទៅតិចទៀតមីងឯងមកលើហើយខ្ញុំក៏ទ្រាំចាំបន្តិចទៅកុំឲ្យថាខ្ញុំជាក្មេងឆ្លើយមិនគោរពចាស់ទុំលុះខ្ញុំអង្គុយចាំមួយផ្លែតស្រាប់តែមានដៃមនុស្សម្នាក់មកទប់ភ្នែករបស់ខ្ញុំក៏ស្រែករឿងភ្ញាក់ថានរណាគេគាត់ក៏ថាពូខ្ញុំក៏ថាពូឯងលេងអីចឹងគាត់ក៏ថាគ្រាន់តែយកដៃទប់ភ្នែកក៏ខឹងដែរខ្ញុំថាមិនមែនខ្ញុំខឹងទេតែពូជាពូថ្លៃរបស់ខ្ញុំមកប៉ះខ្លួនប៉ះសាច់ខ្ញុំធ្វើអ្វីគាត់ថាគ្រាន់តែប៉ះបន្តិចបន្តួចក៏ប្រកាន់ម្លេះគាត់និយាយតែប៉ុណ្ណេះហើយគាត់ក៏ចាប់អោបខ្ញុំតែម្ដងខ្ញុំក៏រើបំរាស់ពីគាត់តែគាត់រត់តែអោបក្រសោបខ្ញុំកាន់តែខ្លាំងពេលដែលគាត់អោបក្រសោបខ្ញុំកាន់តែខ្លាំងនោះខ្ញុំមានអារម្មណ៍ថាដូចជាមានអ្វីមកចាក់ខ្ញុំពីក្រោយទល់នឹងកំពះគូតរបស់ខ្ញុំអញ្ចឹងខ្ញុំក៏យកដៃទៅក្រវាសចេញស្រាប់តែប៉ះអាវុធរបស់លោកពូថ្លៃរបស់ខ្ញុំពេលដែលខ្ញុំប៉ះនោះប៉ះដោយគ្មានបំណងគឺខ្ញុំដឹងថាគឺធំណាស់អាវុធរបស់ពូថ្លៃរបស់ខ្ញុំលុះខ្ញុំបានប៉ះដូច្នេះខ្ញុំក៏ដកដៃចេញគាត់ក៏ទាញដៃខ្ញុំទៅឲ្យប៉ះឲ្យស្និទ្ធម្ដងទៀតហើយគាត់ក៏យកដៃរបស់គាត់មករាវច្របាច់ដងខ្លួនរបស់ខ្ញុំរើបំរាស់ពីគាត់បណ្ដាខ្ញុំបែរជាធ្លោយមាត់ធ្ងោហ៊ឺបណ្ដាខ្ញុំក៏ដឹងដែរថាខ្ញុំមិនគួរធ្ងោបែបនេះទេក៏ប៉ុន្តែសភាវៈដែលសុកស្រួលគឺវាធ្ងោដោយមិនដឹងខ្លួនឃើញដូច្នេះគាត់ក៏នៅតែប្រឹងឲ្យខ្ញុំយកដៃទៅកាន់អាវុធរបស់គាត់លេងឲ្យគាត់ស្រួលផងលុះខ្ញុំមិនអាចលាក់បាំងអំពីចំណុចខ្សោយរបស់ខ្លួនបានខ្ញុំក៏លេងតាមចំណង់ចំណូលចិត្តរបស់គាត់ទៅលុះគាត់ឃើញខ្ញុំលេងដូច្នេះគាត់ក៏ញញឹមគាត់អោនមុខមករកមុខរបស់ខ្ញុំហើយបឺតជញ្ជក់មាត់របស់ខ្ញុំតែម្ដងពេលដែលគាត់បឺតជញ្ជក់មាត់របស់ខ្ញុំបានមួយសន្ទុះគាត់ក៏ចាប់បីខ្ញុំទៅកាន់បន្ទប់របស់គាត់ទៅទម្លាក់នៅលើពូកខ្ញុំក៏សួរគាត់ថាពូមីងគាត់ទៅណាពូក៏បានប្រាប់ថាមីងឯងទៅកំដរផ្ទះមិត្តភ័ក្តិរបស់គេមានការសំខាន់ដូច្នេះមីងរបស់ឯងមិនមកទេថ្ងៃនេះខ្ញុំលើដូច្នេះខ្ញុំក៏ធ្វើហឹកដាក់គាត់ក៏អោនមុខហើយព្រមទាំងញញឹមហើយបឺតជញ្ជក់មាត់របស់ខ្ញុំបន្តទៀតជើងឈប់និយាយគ្នាគាត់បឺតជញ្ជក់មាត់របស់ខ្ញុំយ៉ាងស្ទាត់ជំនាញគាត់យកអណ្ដាតរបស់គាត់ក្រលេះក្នុងមាត់របស់ខ្ញុំប្រឹងរុលចូលអណ្ដាតរបស់ខ្ញុំហើយបឺតជញ្ជក់មាត់ខ្ញុំបឺតអណ្ដាតរបស់ខ្ញុំដូចជាស្រែកឃ្លានណាស់អញ្ចឹងខ្ញុំក៏តបស្នងទៅគាត់វិញដែរព្រោះខ្ញុំក៏សោកស្រួលណាស់ដែរលុះគាត់បឺតជញ្ជក់មាត់របស់ខ្ញុំបានមួយសន្ទុះគាត់ក៏ចាប់ប្រលេះលេវអាវរបស់ខ្ញុំហើយគាត់ក៏យកមាត់របស់គាត់មកបឺតចុងកំពូលភ្នំរបស់ខ្ញុំយ៉ាងស្រោបស្រាលគាត់បឺតភ្នំរបស់ខ្ញុំហើយគាត់ច្របាច់ភ្នំរបស់ខ្ញុំខ្លាំងខ្ញុំស្រែកធ្ងោពេញក្នុងផ្ទះគាត់ឃើញដូច្នេះគាត់ក៏សម្រាប់ខោរបស់ខ្ញុំហើយលេងដំបូករបស់ខ្ញុំរុករៀនតាមទំនឹងចិត្តរបស់គាត់យ៉ាងមានក្តីសុខហើយគាត់បន្តរុករៀនរហូតដល់ខ្ញុំស្រែកធ្ងោពេញក្នុងបន្ទប់នោះតែម្ដងគាត់មិនបង្អង់យូរគាត់ក៏យកអាវុធរបស់គាត់យកបញ្ចូលក្នុងរន្ធដំបូករបស់ខ្ញុំក៏ចាប់ពើងត្រកៀកហើយស្រែកធ្ងោយ៉ាងរន្ទឺខ្ញុំស្រែកដោយមិនមានភាពអៀនខ្មាសពីព្រោះខ្ញុំមានអារម្មណ៍ថាខ្ញុំទៅដល់ឋានសួគ៌ហើយគាត់បន្តរុករៀនខ្ញុំរហូតដល់ខ្ញុំទ្រាំលេងបានខ្ញុំក៏បានសម្រេចដល់គោលដៅមុនគាត់ក៏នៅតែបន្តរុករៀនរហូតបានប្រហែលជា10នាទីទើបគាត់បានដល់គោលដៅ
ប៉ុន្តែទម្រាំតែគាត់ដល់គោលដៅគាត់គឺខ្ញុំបានដល់គោលដៅរបស់ខ្ញុំលើកទី2បាត់ទៅហើយ